rồi nè một ông nè con nó khai khai một ông ở đấy rồi ôi bắn muộn bật mọt nó bật mọt còn ăn chạy sẵn đi mất nè ពីឆ្នាំជាប់គ្នាហើយដែលខ្ញុំជាមួយកប៉ាជាមួយសិកាឲ្យតែដល់ខ្ទង់ខែ10គឺទៅថតរូបអីអញ្ចឹងតើពួកខ្ញុំថតរូបទៅអីអូខេអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាខ្លះគាត់ដឹងហើយគឺគេមានការដាក់ឆ្នោតអីចឹងណាដាក់ឆ្នោតដើម្បីទៅសហរដ្ឋអាមេរិកអីចឹងខ្ញុំមិនមែនថារំពឹងថាសង្ឃឹមបានជាប់អីទេគ្រាន់ថាយើងជាតដាក់ចោលទៅជារាល់ឆ្នាំជាដាក់ចោលហើយយើងដាក់បាន2ឆ្នាំជាប់គ្នានេះជាសកម្មភាពខ្ញុំខ្លះជាមួយនឹងប៉ាប៉ាមួយសិកាទៅថតរូបហើយទៅខ្ញុំតែងតែទៅថតរូបនៅកន្លែងឡពេញចិត្តកន្លែងនោះគឺគាត់ចំណាំតែថតហើយទៅគាត់កាត់អីឲ្យស្អាតសម្រាប់ដាក់ឆ្នោតដែរអញ្ចឹងណាអញ្ចឹងខ្ញុំតែងទៅថតនោះតែសម្រាប់បងប្អូនខ្លះដែលគាត់ចង់ថតខ្លួនឯងក៏បានដែរឲ្យទៅត្រូវតាមគោលការណ៍របស់គេគឺគាត់អាចដាក់បានដូចគ្នាហើយតែកូនខ្ញុំកាលនោះគឺនៅរៀងស្ងៀមនៅរៀងស្រួលទេឲ្យអង្គុយជាប់អញ្ចឹងណាថតរូបអីអាចនៅស្ងៀមកុំតែបើថាបច្ចុប្បន្នវិញឲ្យទៅអង្គុយចុងប្រហែលជាពិបាកខ្លាំងណាដោយសារតែឥឡូវនេះគឺល្វើគឺមិនព្រមឈប់ទេគឺរវើគ្រប់ពេលវេលាហើយបើថាជួបអ្នកដែលគាត់ស្គាល់ទៀតគឺគាត់ដឹងតែយំឡំប៉ាតែម្ដងមិនស្រួលដោយការនៅទូចអញ្ចឹងឯនៅទូចអានេះយើងថាគាត់ពិបាកប៉ុន្តែបើសម្រាប់សិកាខ្ញុំប៉ុណ្ណឹងគឺហៅថាស្រួលហើយគឺពេលថតរូបធ្វើប្រាប់គាត់ធ្វើម៉េចហើយគាត់ឲ្យមើលកាមេរ៉ាគឺគាត់ម្ដងមើលទៅវិញមើលស្ដាប់អត់មើលកាមេរ៉ាចប់ទេអញ្ចឹងរៀងចំណាយពេលថតគាត់យូរដែរពេលទៅដល់ភ្លាមគឺខ្ញុំដាក់គាត់ថតមុនគេបន្ទាប់មកទៀតបានខ្ញុំឲ្យប៉ាប៉ាថតតាមក្រោយហើយទៅសម្រាប់បងប្អូនដែលគាត់តាំងរងចាំលទ្ធផលគឺនឹងចេញថ្ងៃ4ខែ5ហ្នឹងហើយក៏ប៉ុន្តែប្រហែលជាយើងបាក់ឆែកបន្តិចដោយសារតែពេលវេលាយើងខុសជាមួយនៅខាងអាមេរិកអញ្ចឹងចាំថ្ងៃ5ខែ5ចាំឆែកតែម្ដងក៏បានដែរហើយទៅខ្ញុំក៏មិនថារំពឹងសង្ឃឹមថាជាប់អីដែរគឺធម្មតាហើយទៅឥឡូវអាណត្តិហ្នឹងគឺជាអាណត្តិបងអ៊ំត្រាំផងរៀងញ៉ៃតិចអាមេរិកគឺញ៉ៃមែនតើមិនថាចង់ទៅអីទេគ្រាន់ថាបើមានឱកាសដាក់ទៅជាតែដាក់ចោលទៅណាបានទៅក៏បានមិនបានទៅធម្មតាយើងនៅណែយើងមានមុខរបរយើងមានការងារនៅណែហើយយើងប្រកបការងារធម្មតាការដាក់ឆ្នោតវាគ្រាន់ជាការផ្សងសំណាងយើងមានឱកាសដាក់ជាតែដាក់ចោលទៅណាហើយទៅបើបងប្អូនចង់ដាក់ក៏ដាក់បានដូចតែគ្នាព្រោះអីឥឡូវស្មើឥឡូវវាស្រួលយើងអាចដាក់បានតែខ្លួនឯងបើចាំថាត្រូវពឹង agency ណាមកជួយដាក់យើងទេដូចខ្ញុំមួយគ្រូសាខ្ញុំអញ្ចឹងគាត់ដាក់តែខ្លួនឯងរហូតតែឆ្នាំតែអញ្ចឹងគាត់ថាវាមិនជាប់គាត់ថាវាមិនជាប់តែនឹងវាលើផ្សងសំណាងគឺមានតែគេអាចជួយយើងបាននេះណាអញ្ចឹងណាហើយដល់វគ្គប៉ាថតម្ដងហ្នឹងហើយទៅវីដេអូហ្នឹងគាត់ថតជាអនុស្សាវរីយ៍ទេហើយក៏ឥឡូវក៏ការចាំប៉ាថតហើយយើងក៏ចាំយករូបថតភ្លាមតែម្ដងហើយស្មើឥឡូវយើងចង់បាច់ចាំផ្ដិតក៏បានដែរកន្លែងថតរូបហើយអ្នកទាំងគ្នាសើបានទៅឥឡូវដោយសារតែយើងទូរស័ព្ទគ្រប់ដៃថតច្បាស់ទាំងអស់គ្នាយើងមិនសូវទៅរកកន្លែងថតទេយើងគ្រាន់តែរងចាំប្រហែលជាខ្ទង់កន្លះម៉ោងទៅបានហូបតែម្ដងហើយទៅយើងឲ្យគេ send ចូល Telegram តែម្ដងយើងបាច់ផ្ដិតក៏បានដែរដូចជាបើយើងផ្ដិតអស់ដូចជា10000ជាងហើយបើអត់សិនជាអត់ផ្ដិតអស់8000មួយស្លឹកចឹងខ្ញុំចង់ផ្លេចដែរតម្លៃដោយសារតែខ្ញុំទៅដាក់តាំងពីឆ្នាំខ្ញុំទៅថតតាំងពីឆ្នាំមុនចឹងឥឡូវនេះគឺយើងត្រឡប់ទៅផ្ទះវិញហើយកាកាធានទៅផ្ទះអូខេអរគុណបាយបាយ